បងក្នុងការបើកអាជីវកម្មនឹងឡើងមកបងមានផលលំបាកអីសួស្ដីបងមានរយៈពេលប៉ុន្មានទីដើម្បីនិយាយពីអាជីវកម្មរបស់បងចាផេករបស់ខ្ញុំឈ្មោះក្រឆិត Lover អំបោះចាក់គ្រប់ប្រភេទហើយពួកខ្ញុំនឹងមានបោះដុំលក់រាយជាពិសេសមានអំបោះដុំតូចដុំធំហើយនឹងសម្ភារៈចាក់ចឹងបងនៅ Crochet Lover មានលក់តែជាអំបោះទេឬក៏បងមានសេវាកម្មអីផ្សេងដែរមានដូចជាការចាក់ការឬក៏បតោងសោឬក៏បោកកមួកតាមតម្រូវការដែលបងគាត់ចង់បានឃើញផ្កាឃើញអីបងស្អាតមែនតើតើការចាក់នឹងលំបាកអត់ការចាក់សម្រាប់អ្នកដំបងគឺរៀងលំបាកបន្តិចពេលដែលអ្នកដែលគាត់ចេះចាក់ហើយគាត់ enjoy គាត់ relax គាត់ស្រួលវិញហើយគាត់សប្បាយចិត្តក្នុងការចាក់វិញអត់ចាក់កើតបានហ្មងវាលក្ខណៈញៀនដូចកាហ្វេអញ្ចឹងណាហ្នឹងហើយបងតើបងក្នុងការបើកអាជីវកម្មនឹងឡើងមកបងមានផលលំបាកអីអត់លំបាកជាងគេគឺថាភ្ញៀវគាត់ថាអវ៉ាន់អត់សូវមានច្រើនប៉ុន្តែនៅពេលដែលខ្ញុំផ្ញើរូបឲ្យគាត់ម្ដងគាត់ថាអូយច្រើនណាស់ពិបាកឬចឹងបើសិនជាមានក្មេងៗដែលគាត់ចង់បើកអាជីវកម្មមួយដែលស្តៀងនឹងបងចឹងណាតើបងមាន tip អីសម្រាប់ពួកគាត់អត់ធីបដំបងគាត់ទិញឈុតរៀនចាក់ start ដំបងសិនថាគាត់ចាក់ទៅគាត់សប្បាយចិត្តនឹងចាក់ជាមួយវាអត់ហើយគាត់ចាក់ទៅមុខរួចអត់ហើយបើសិនថាអូខេគាត់ពេញចិត្តស្នាដៃរបស់គាត់ហើយគាត់អាចចាក់ផ្ដើមបានហ្នឹងហើយបងចឹងតម្រូវមានការព្យាយាមដែរចឹងបងអរគុណសម្រាប់ការ interview មួយនឹងជួបគ្នានៅថ្ងៃក្រោយទៀតអរគុណច្រើនបាយបាយ